សម្រាប់បងប្អូនយើងប្រើទូរស័ព្ទថ្មីខ្ញុំគិតថាប្រហែលជាគាត់មិនទាន់យល់ច្បាស់ពីកន្លែងហ្នឹងទេនឹងហើយវីដេអូនេះខ្ញុំចង់បង្ហាញបងប្អូនពាក់ព័ន្ធនឹងការតិចនិចប្រើទូរស័ព្ទ Oppo បន្តិចបន្តួចនឹងហើយសង្ឃឹមថាបងប្អូនចូលរួមចំណែកចែកចម្លែកទាំងអស់គ្នានឹងហើយចូលលើការកំណត់ជាមកបងប្អូននេះការកំណត់នេះនឹងហើយប៉ះលើការកំណត់នឹងមួយមកយ៉ាប៉ះលើការកំណត់នឹងមួយពឹបបងប្អូនចុចមកកន្លែងនេះនឹងហើយកន្លែងពន្លឺនេះគេដាក់ការបង្ហាញពីពន្លឺណាបងប្អូនចូលមកកន្លែងនឹងមួយមកប៉ះនឹងមួយពឹបខ្ញុំនឹងបង្ហាញមួយនឹងហើយដើម្បីបងប្អូនធ្វើទាំងអស់គ្នាបើសិនបងប្អូនthíchកន្លែងនេះបងប្អូននឹងឃើញអេក្រង់របស់យើងនឹងជាខ្មៅល្ងឹតតែម្ដងអានេះគឺជាការសន្សំចៃថ្មមែនតើបងប្អូនកាលណាបងប្អូនមើលអញ្ចឹងណាមកដាក់តាំងកន្លែងហ្នឹងណាតែវាពិបាកមើលបន្តិចតែបងប្អូនប្រើថ្មបានយូរមែនតើកន្លែងហ្នឹងនឹងហើយខ្ញុំthíchមកកន្លែងភ្លឺវិញដើម្បីបង្ហាញបងប្អូនបន្តនឹងហើយអូខេវានឹងឡើងភ្លឺដូចដើមវិញនេះជាការបិទបើកពន្លឺនឹងហើយបិទបើកពន្លឺដែលបងប្អូនត្រូវការបិទបើកពន្លឺបែបណានឹងហើយភ្លឺខ្លាំងភ្លឺតិចនឹងហើយបើសិនបងប្អូនចុចបើកកន្លែងស្វ័យប្រវត្តិនេះពន្លឺហ្នឹងគឺនឹងភ្លឺដោយស្វ័យប្រវត្តិហ្នឹងហើយពេលកន្លែងណាវាភ្លឺខ្លាំងវានឹងបើកពន្លឺខ្លាំងដែរកាលណាដែលកន្លែងល្ងឹតវានឹងបង្ហាញពន្លឺហ្នឹងថយចុះមកដែរហ្នឹងហើយដល់អញ្ចឹងខ្ញុំមិនណែនាំឲ្យបងប្អូនប្រើទេព្រោះវាស៊ីថ្មច្រើនពេកហើយហ្នឹងណាបងប្អូនបិទចោលទៅហើយយើងកំណត់ខ្លួនឯងទៅយើងថាយើងចង់បានពន្លឺប៉ុណ្ណាយើងទាញដាក់ប៉ុណ្្នឹងឲ្យហើយទៅហ្នឹងហើយតាមល្ងឹតតាមភ្លឺណាហ្នឹងហើយយើងទៅកន្លែងឆ្លាស់វានឹងឲ្យធ្វើឲ្យយើងល្ងឹតហើយដល់អញ្ចឹងយើងអាចទាញបើកខ្លួនឯងបានអូមកលើបន្តិចបងប្អូនមើលម៉ូដពណ៌អេក្រង់ហ្នឹងហើយពណ៌អេក្រង់ចូលមកនេះបងប្អូនស្រឡាញ់ម៉ូដពណ៌អេក្រង់បែបណាបងប្អូនthíchយកបែបហ្នឹងទៅសម្រាប់ខ្ញុំរើសយកធម្មជាតិវាបែបហ្នឹងបងប្អូនណាហ្នឹងហើយដល់អញ្ចឹងខ្ញុំយកឆើតឆាយបន្តិចទៅឲ្យវារាងពណ៌រាងស្រស់អូខេរួចហើយបងប្អូនចុចthíchចេញមួយមកមកមើលបន្តទៀតបន្ទាប់មកយើងនឹងមកមើលពុម្ពអក្សរវិញហ្នឹងហើយមកមើលពុម្ពអក្សរប៉ះលើពុម្ពអក្សរពឹបនេះពុម្ពអក្សរនេះគឺជាពុម្ពអក្សរຂະຫນາດវាហ្នឹងហើយតូចធំហ្នឹងហើយអានេះខ្ញុំអត់បានដាក់អ៊ីនធឺណិតហ្នឹងហើយវាមាន font មានអីវាច្រើនទៅទៀតនៅកន្លែងហ្នឹងហើយបើចង់ឲ្យបានអក្សរកន្លែងហ្នឹងតូចធំបងប្អូនគាត់អូសវាធំបន្តិចមកនេះចម្លើងវាធំមកដល់អញ្ចឹងអក្សរហ្នឹងធំទៅតាមគំនិតដែលបងប្អូនភ្នែកយ៉ាងល្ងឹតភ្នែកយ៉ាងមញោមអីបងប្អូនអាចតម្លើងអក្សរធំដើម្បីមើលឃើញច្បាស់ហ្នឹងហើយសម្រាប់ខ្ញុំយកត្រឹមអក្សរទូចហ្នឹងហើយអក្សរធំមធ្យមធម្មតាហ្នឹងហើយប៉ុណ្ណឹងរួចចុចអនុវត្តទៅវានឹងតួអក្សរយើងនឹងបានឃើញធំជាងមុនហើយហ្នឹងហើយដល់អញ្ចឹងវាមានទំហំមួយទៀតបង្ហាញទំហំមួយទៀតនេះបន្ទាប់មកយើងមកមើលទំហំបងប្អូនចង់បានទំហំប៉ុណ្ណាស្តង់ដាឬមួយទំហំធំខ្លាំងតាមការចំណង់ចំណូលចិត្តរបស់បងប្អូនហ្នឹងហើយឥឡូវខ្ញុំចុចចេញមួយវិញហ្នឹងហើយនេះខ្ញុំបង្ហាញកន្លែងចូលទៅតាំងបន្តិចបន្តួចសម្រាប់កន្លែងនេះគឺបិទបើកអេក្រង់ហ្នឹងហើយកាលណាដែលយើងតាំងនាទីតិចបងប្អូនមើលមិនទាន់បានបន្តិចផងវារលត់អេក្រង់ឲ្យស្វ័យប្រវត្តិតែហ្មងដល់អញ្ចឹងខ្ញុំណែនាំបងប្អូនតាំង2នាទីចុះហ្នឹងហើយនេះយើងតាំងចុចកន្លែង2នាទីមកthíchកន្លែង2នាទីមកវានឹងនាំបងប្អូនមើលទៅវាក្ររលត់ហ្នឹងហើយតែភាគច្រើនណាទេ30វិនាទីគាត់យើងលេងអីមិនទាន់នឹងណាស់នេះផងវាបិទអេក្រង់រួចចុចបើកសាមីទៀតដល់អញ្ចឹងខ្ញុំណែនាំឲ្យប្រើ2នាទីទូទៅហ្នឹងហើយthíchយក2នាទីហ្នឹងមកងាយទេបងប្អូនហ្នឹងហើយបងប្អូនអាចចូលទៅសិក្សាខ្លួនឯងបានសម្រាប់អ្នកថ្មីហ្នឹងហើយបើសម្រាប់បងគាត់ចេះគាត់ចាស់ហើយយូរណាស់ហើយអាហ្នឹងគឺដឹងហើយគាត់ចូលទៅលេងបានហើយហ្នឹងហើយ